ជំរាបសួរបងប្អូនយើងទាំងអស់គ្នាហ្នឹងហើយថ្ងៃនេះខ្ញុំមកបង្ហាញពីទេសភាពនៅតាមវាលស្រូវវាលស្រែនៅតំបន់2អញ្ចឹងណាគេហៅតំបន់2ឬក៏គេហៅវាលក្រមនៅស្រុកខ្ញុំអញ្ចឹងណាបងប្អូនហើយតើតើនឹងមកនេះដែរគឺមកធ្វើការទេបងប្អូនប៉ុន្តែការងារហ្នឹងដូចជីវិតតែតោនៅកណ្ដាលលំហឋានណាចឹងណាបងប្អូនហើយមកនេះគឺមកបាញ់នីម៉ូថ្នាំឲ្យកសិករនៅវាលចឹងណាប៉ុន្តែគាត់ថាយើងចាំដ្រូនបងប្អូនចាំដ្រូនទៅក៏គួយចាំមួយម្ចាស់ស្រែទៅចាស់ស្រែក៏ស្គាល់គាត់យូរហើយចាស់ស្រែហើយតើតងបាញ់នីម៉ូហ្នឹងបាញ់ឲ្យគាត់ក៏រៀងញឹកញយដែរចឹងណាបងប្អូនតែគាត់ថាយើងបាញ់យើងចង់ដឹងពីគុណភាពផលិតផលរបស់យើងដែរមិនចេះតែបាញ់ប្រុសនិយាយបងប្អូនអញ្ចឹងណាអញ្ចឹងមុននឹងទៅណែនាំបងប្អូនទៅពោឬក៏កសិករផ្សេងទៀតបើយើងអត់ដឹងពីគុណភាពវាយើងណែនាំគាត់មិនត្រូវអញ្ចឹងណាយើងចេះតែណែនាំអត់បានទេអញ្ចឹងណាបងប្អូនផលិតផលថ្នាំជីកសិកម្មគឺជាអាវុធមុខពីរបើយើងប្រើត្រូវគឺល្អតែបើយើងប្រើខុសអំបិលហើយខ្ញុំក៏មិនជាអ្នកខ្លាំងឬក៏អស្ចារ្យបានដែរអញ្ចឹងណាបងប្អូនគឺរៀនពីកសិកររៀនពីយើងអញ្ចឹងណាទៅវិញទៅមកដើម្បីជាចំណេះចែកជូនបងប្អូនយើងផ្សេងទៀតអញ្ចឹងណាអញ្ចឹងសូមបងប្អូនជួយគ្រប់គ្រងផលិតផលរបស់ក្រុមហ៊ុន Nova ផងបងប្អូនអញ្ចឹងណាអរគុណច្រើនបាយបាយ